អ្នកដែរគាត់កំពុងតែមានបញ្ហា stress អូខេអានឹងប៉ះពាល់ខ្លាំងមែនតើទីមួយ stress ហ្នឹងរាប់អំពីថា stress នៅក្នុងគ្រួសារ stress ធំចាការបែកបាក់លែងលះបញ្ហាសោកស្ដាយក្នុងគ្រួសាររហូតទៅដល់ stress នៅក្នុងកន្លែងការងារអញ្ចឹងអា stress ក្នុងកម្រិតប៉ុណ្ណឹងនៅកន្លែងការងារហ្នឹងតែក៏អាចធ្វើឲ្យអ្នកជំងឺហ្នឹងងាយក្នុងការលាប់នៃជំងឺផ្សេងៗមកដែរឬមួយក៏បញ្ហាដែលគាត់ថាកំពុងតែមានតិចហ្នឹងកាន់តែអាក្រក់ទៅគាត់អត់បានចាប់អារម្មណ៍អំពីបញ្ហាទាំងអស់ហ្នឹងជួយប្រើប្រាស់ថ្នាំបាត់ការឈឺចាប់ប្រភេទ NSAID ហៅ ibuprofen ហ្នឹងអានឹងប៉ះពាល់ច្រើនណាស់តែញ៉ាំព្យាបាលផ្សេងៗហ្នឹងគាត់ទៅញ៉ាំថ្នាំហ្នឹងផងហើយថ្នាំហ្នឹង trigger បានន័យថាទៅប៉ះពាល់ជំងឺហ្នឹងផងធ្វើឲ្យងាយកាន់លាប់មកវិញអ្នកខ្លះគាត់ stress គាត់អីហ្នឹងទៅគាត់ញ៉ាំថ្នាំមួយគេចាសម្រួលអារម្មណ៍សម្រួលអីចាអាហ្នឹងក៏ជាអីមួយដែលប៉ះពាល់ទៅដល់ជំងឺផ្សេងៗដែរគេកុកទីកូអ៊ីតអ្នកដែលគាត់ប្រើប្រាស់ថ្នាំកុកទីកូអ៊ីតយូរក្នុងការព្យាបាលជំងឺណាមួយប្រចាំកាយរបស់គាត់ឬក៏ការចាក់ថ្នាំអ្នកខ្លះគាត់ទៅចាក់ថ្នាំព្យាបាលផ្សេងៗហ្នឹងតែម្ដងអញ្ចឹងថ្នាំចាក់គេមានប្រភេទផ្សេងមិនមែនជាប្រភេទកុកទីកូអ៊ីតទេហើយក៏មិនមានការប្រើប្រាស់ជា routine អីដែរដោយសារវាថ្លៃខ្លាំងរាប់រយដុល្លារមើលមកដល់វាជិត$300អញ្ចឹងអ្នកគ្រូនឹងមានពេលអ្នកគ្រូចាក់ដែរចំពោះថ្នាំចាក់ព្យាបាលផ្សេងៗនៅពេលក្រោយតែអ្នកគ្រូចង់ចាក់ថាថ្នាំចាក់ប្រភេទកុកទីកូអ៊ីតមិនមែនជាអីមួយដែរយើងប្រើប្រាស់ព្យាបាលផ្សេងៗហ្នឹងទេណាអញ្ចឹងការចាក់ថ្នាំការអីដែលក្នុងកំឡុងពេលអ្នកខ្លះគាត់មានបញ្ហាស្បែកមួយចំនួនថែមទៀតគាត់ទៅចាក់ថ្នាំចាក់អីហ្នឹងធ្វើឲ្យជំងឺការលាប់មិនមែនលាប់ធម្មតាថ្នាំចាក់លាប់គុណនឹង2គុណនឹង3បន្ទាប់ពីគាត់បានធូរស្បែកបន្តិចនឹងឡើងលាប់ខ្លាំងអញ្ចឹងការប៉ះពាល់ទៅលើថ្នាំមួយចំនួនពីខាងក្រៅនឹង stress ចាចំណីអាហារអ្នកគ្រូធ្លាប់បានរៀបរាប់ប្រាប់ហើយនៅក្នុងវីដេអូឃ្លីបមុនចរិយាអាល់កុលទាំងអស់ហ្នឹងអ្នកខ្លះគាត់ចូលចិត្តញ៉ាំហឹរហាដែលផ្អែមខ្លាំងអីខ្លាំងដិតហ្នឹងណាថាប្រៃជូរផ្អែមហឹរដិតហ្នឹងគូមួយអាហារមួយចំនួនបែប fast food ធ្វើឲ្យឡើងគីឡូខ្លាំងជាស្ករខ្លាំងអាហ្នឹងធ្វើឲ្យបញ្ហារបស់គាត់កាន់តែអាក្រក់ទៅបើសិនជាអ្នកដែលកំពុងតែព្យាបាលអត់ងាយជាបើគីឡូទៀតឡើងស្រើទៀតអាហ្នឹងអត់ងាយបានផលល្អទេទោះបីបងប្អូនកំពុងតែប្រើប្រាស់ថ្នាំព្យាបាលមួយខាងពេទ្យក៏ដោយចាទោះបីជាបងប្អូនជាហើយក៏ដោយចាអញ្ចឹងឱកាសការលាប់អាចមានណាសិនជាបងប្អូនមានជំងឺប្រចាំកាយផងឧទាហរណ៍បងប្អូនមានលើសឈាមកាមប្រើថ្នាំលើសឈាមក៏ប៉ះពាល់ទៅដល់ជំងឺផ្សេងៗបងប្អូនត្រូវទទួលដឹងថាកាលណាតែយើងមានបញ្ហាប្រឈមប្រចាំកាយដូចជាមានជំងឺលើសឈាមទឹកនោមផ្អែមឡាក់ចាមានជំងឺធាត់ចាធាត់ក៏ជាជំងឺបងប្អូនលើសគីឡូលើសអីខ្លះអានេះគេហៅជំងឺធាត់ដែរចាមានជំងឺណាមួយប្រចាំកាយបងប្អូនកុំភ្លេចមើលកត្តាប្រឈមទាំងអស់ហ្នឹងផងហើយបងប្អូនជាហើយបងប្អូនកុំប្រឡែងខ្លួនចោលណាចាមួយទៀតដោយសារជំងឺផ្សេងៗតាក់ទងប្រព័ន្ធភាពស៊ាំអញ្ចឹងកាលណាប្រព័ន្ធភាពស៊ាំជាងខ្សោយបងប្អូនអាសាលាកពងកបងប្អូនឧស្សាហ៍ប៉ះពាល់ជាមួយការរលាកផ្លូវដង្ហើមចាអាហ្នឹងគឺប៉ះពាល់ខ្លាំងណាស់នៃការលាប់នៃជំងឺផ្សេងៗផ្លូវបណ្ដាការស្ទាបប្រែប្រួលក្តៅត្រជាក់ហ្នឹងគាត់ចាប់ផ្ដើមអត់សូវស្រួលស្បែកចាការស្លៀកសម្លៀកបំពាក់ដូចគ្នាអញ្ចឹងអ្នកខ្លះស្លៀកសម្លៀកបំពាក់រឹបពេកតឹងពេកចាស្បែករបស់គាត់ងាយក្នុងការលាប់មកវិញដូចគ្នាដែរជំងឺផ្សេងៗគឺជាជំងឺដែលកើតបន្ទាប់ពីគេហៅថា Koppner phenomenon មានន័យថាកាលណាស្បែកបងប្អូនមានបញ្ហាអីមួយឧទាហរណ៍ថាមានដាច់លមាស់អាលាត់ឬក៏មានរបួសចារាប់អំពីការរលាកអីផ្សេងៗអាហ្នឹងវាធ្វើឲ្យស្បែកងាយក្នុងការកើតបន្តមកទៀតនៃជំងឺផ្សេងៗហ្នឹងកើតចំកន្លែងហ្នឹង